សូមបង្ហាញជូនអំពីទស្សនវិជ្ជានៃក្រុងប៉ោយប៉ែតនារាត្រីថ្ងៃទី26ខែធ្នូឆ្នាំ2025បរិយាកាសដែលមានមនុស្សម្នាជាច្រើនពិសេសគឺជនបរទេសដែលលោកកំពុងតែកំសាន្តសប្បាយរស់នៅបង្កើតអាជីវកម្មក៏ដូចជាចរាចរណ៍ទៅមកជាច្រើននៅក្រុងប៉ោយប៉ែតចង់បញ្ជាក់ជូនថាក្រុងប៉ោយប៉ែតគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំដែលសម្បូរទៅដោយជាតិសាសន៍ផ្សេងដែលលោកមកប្រកបអាជីវកម្មមកធ្វើការមកស្នាក់នៅនិងមកទេសចរនៅទីនេះហើយយុគនេះទេសចរអន្តរជាតិក៏ដូចជាជនបរទេសជាច្រើនក៏កំពុងតែបន្តការសប្បាយនៅក្រុងប៉ោយប៉ែតនិងរស់នៅដោយសុខសាន្តនៅក្រុងប៉ោយប៉ែតក្រុងប៉ោយប៉ែតមិនមែនជាមូលដ្ឋានឈរជើងរបស់កងទ័ពក្រុងប៉ោយប៉ែតមិនមានកងទ័ពក្រុងប៉ោយប៉ែតមិនមែនជាទីកន្លែងសម្រាប់ប្រយុទ្ធសង្គ្រាមទេក្រុងប៉ោយប៉ែតគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានជាង70ជាតិសាសន៍កំពុងតែរស់នៅក្រុងប៉ោយប៉ែតបង្កើតអាជីវកម្មធ្វើការងារស្នាក់នៅហើយម៉ោងនេះក៏កំពុងតែចរាចរណ៍ទៅមកដ៏សប្បាយរីករាយផងដែរសូមជ្រាបទាំងអស់គ្នានេះជាទស្សនវិជ្ជានៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនារាត្រីថ្ងៃទី26ខែធ្នូឆ្នាំ2025ទោះបីជាបានឮសូរសំឡេងផ្លោងគ្រាប់ដោយយោធាសៀមក៏ពិតមែនប៉ុន្តែជនបរទេសទាំងអស់ក្នុងនោះក៏មានជនជាតិថៃជាច្រើនផងដែរគឺគាត់នៅតែបន្តរស់នៅស្នាក់នៅធ្វើការនិងចរាចរណ៍ទៅមកជាធម្មតាដោយគាត់គិតថាក្រុងប៉ោយប៉ែតមិនមែនជាមូលដ្ឋានសម្រាប់ប្រយុទ្ធមិនមែនជាទីកន្លែងកងទ័ពឈរជើងនោះទេជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុត